ខំរៀនតស៊ូទៅបានប្រមាណយកប៉ុណ្ណឹងលឺនៅខំរៀនទាំងអស់គ្នាហើយបងប្អូនប្រកាសជាឃើញនេះផ្ទះរបស់គាត់នេះហើយចុះហើយកន្លែងនេះកន្លែងអីគេកន្លែងកូនដេកបាទកន្លែងកូនរានកន្លែងនេះកន្លែងកូនដេកចាហើយចុះម៉ែឪក្នុងម៉ែឪក្នុងក៏ជីអត់ដេកអត់គ្នាអត់កុហកខ្ញុំណាកន្លែងនេះហីហ្នឹងកន្លែងអត់ខកទេកន្លែងពួកអូនដេកនេះហ្នឹងអា3អ្នកគ្នាវាណាមុងវាហ្នឹងហើយដេកមិនទៅចុះឲ្យតែមកដេកចឹងវាដេកចឹងមួយឡើយខ្ញុំអត់អស់គ្នាកន្លែងនេះអត់អស់គ្នាចាអៀតផ្ទះជាអៀតដេកអត់អស់គ្នាហើយអូន3នាក់នេះវាដេកនៅហ្នឹងចាហើយដេកកើតដែរតែពេលភ្លៀងហើយវាទៅនោះបញ្ញុកនោះពេលបញ្ញុកនៅគ្នានឹងដែរទៅតែដេកកលើគ្នាណាបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកដល់ផ្ទះលោកពូពីកាហើយនឹងអ្នកមីងហៅគាត់មីងទៅគាត់ឯងក្មេងដែរអញ្ចឹងហើយយើងបានមកដល់ផ្ទះគាត់ហើយនេះជាកូនគាត់3នាក់ហើយនេះខ្ទមរបស់គាត់ពុកម៉ែបងប្អូនហើយបងអូលោកពូគាត់ពិការភាពជើងទៅណារួចទេនៅតែលើអាទិសទេហើយអូន3បានរៀនដែរតើបានរៀនអូននេះឈប់រៀនហើយមិនthấyបានឈប់រៀនឃើញម៉ែអូលបាក់ពេលឈប់យកអូវទៅពេទ្យឃើញម៉ែឪបាក់ពេកឈប់ចង់និយាយថាអូននេះវាឈប់មួយអត់អីណាវាបងអញ្ចឹងចាអាពីនេះហៅអញ្ចឹងបងទៅខ្លាចគេកាន់ទៀតខំរៀនតស៊ូទៅបានប្រមាណយកប៉ុណ្ណឹងលឺនៅខំរៀនទាំងអស់គ្នាហើយបងប្អូនប្រកាសជាឃើញនេះផ្ទះរបស់គាត់នេះហើយចុះហើយកន្លែងនេះកន្លែងអីគេកន្លែងកូនដេកបាទកន្លែងកូនរានកន្លែងនេះកន្លែងកូនដេកចាហើយចុះម៉ែឪក្នុងម៉ែឪក្នុងក៏ជីអត់ដេកអត់គ្នាអត់កុហកខ្ញុំណាកន្លែងនេះហីហ្នឹងកន្លែងអត់ខកទេកន្លែងពួកអូនដេកនេះហ្នឹងអា3អ្នកគ្នាវាណាមុងវាហ្នឹងហើយដេកមិនទៅចុះឲ្យតែមកដេកចឹងវាដេកចឹងមួយឡើយខ្ញុំអត់អស់គ្នាកន្លែងនេះអត់អស់គ្នាចាអៀតផ្ទះជាអៀតដេកអត់អស់គ្នាហើយអូន3នាក់នេះវាដេកនៅហ្នឹងចាហើយដេកកើតដែរតែពេលភ្លៀងហើយវាទៅនោះបញ្ញុកនោះពេលបញ្ញុកនៅគ្នានឹងដែរទៅតែដេកកលើគ្នាណាអូយនេះពុកម៉ែបងប្អូនឃើញហើយច្រឡំដាជន់ឡៃគាត់អត់អីទេជន់តានេះកន្លែងអូន3នាក់នេះមកនេះមកអូន3នាក់ហ្នឹងឯងមកដេកហ្នឹងឯងដេកកើតដែរដេកកើតដេកមកមកជើងដេកកើតនឹង3នាក់ហ្នឹងហើយមានដាក់ខ្នើយដាក់ភួយដាក់អីចឹងទៅដេកតែបើអានេះដេកបានយប់ទេណាចាពេលយប់ទេពេលយប់ពេលថ្ងៃឡើងពេលខ្លាយក្តៅដេកកើតចាហើយងាប់ហើយចុះបោសัตว์ល្អិតសัตว์អីហើយអត់មានភួយហើយមានអាមុងលហែកចឹងហើយចេះនាំគ្នាដេកហើយមិនដែរអារម្មណ៍ពេលហ្នឹងទៅហើយមានអារម្មណ៍មិនដែរដេកចឹងមើលបងសួរតិចមើលអារម្មណ៍ចង់បានផ្ទះនៅដូចគេហ៎ចង់បានផ្ទះនៅដូចគេហើយដីនេះដីមានគេដីផាន់ម៉ែមិញហ្នឹងផាន់ម៉ែមិញហើយមក3នាក់បងប្អូនហ្នឹងឥឡូវមិនដែរឥឡូវ3នាក់បងប្អូនហ្នឹងចង់បានជំរុករស់នៅដូចគេផ្ទះល្មមអីរស់នៅអត់ចង់បានហើយដល់ពេលដេកចឹងទៅឃើញគេអ្នកដតីផ្សេងមានអារម្មណ៍តូចចិត្តខ្លួនឯងឯអូនមកពូសួរតិចមើលចិត្តពូហ៎តូចចិត្តមានអារម្មណ៍មិនដែរតូចចិត្តពេលតែឃើញគេមានផ្ទះមានអីនៅត្រឹមត្រូវដល់យើង3នាក់ក្មេងៗប្រុសៗឲ្យមករស់នៅដេកលើដីលើអីចឹងមិនដែរថ្លៃតាមពូថ្លៃប្រាប់ពូកូនហើយទាំង3នាក់ហើយពុកបងប្អូនឃើញហើយបងពុកម៉ែបងប្អូនរស់នៅក្នុងខ្ទមហើយ3នាក់បងប្អូនហើយឪពិការម៉ែនេះគាត់ក៏កម្លាំងក៏ខ្សោយដែរហើយខ្ញុំពិការដែរពូឥឡូវពិការទៀតហើយអូន3នាក់នេះ3នាក់ទន្ទឹមគ្នាចង់បានផ្ទះណាចង់បានជំរូបមួយសំរុំមកណោះបាទអូនមានអីស្នើដល់អូនពូមីងអីអត់ទេមកស្នើតិចទៅស្នើទៀតអូនពូមីងជួយធ្វើផ្ទះមកខ្ញុំរ
បានដែរ សុំប្រកនសុំអី សូមចង់សូមអរគុណអើយបានបាត់ដែរបាត់ជើងស្រួលដូចគេ អញ្ចឹង បាទ ហើយអូនហើយពេលតែចឹងទៅពេលឃើញគេមានកង់មានអីមានអាហារមានផ្ទះរស់នៅសមរម្យគេដែរមើងងាយគេដែរជួបមិត្តភក្តិគេដែរនិយាយគេដែរអីអត់ គេនិយាយតិចតិចដែរពុក អញ្ចឹងតែគេដល់ពេលគេនិយាយចឹងយើងមានអារម្មណ៍ខ្លួនឯងតូចចិត្ត តូចចិត្ត ខ្លួនឯង បាទ ពុកម៉ែបងប្អូនឃើញហើយនេះ3នាក់ផុសឪពិការភាព ម្ដាយក៏ពិការភាពអូអីអត់បានទាំងអស់ហើយភូមិនេះបើនិយាយចំទៅគឺដាច់ស្រយាលពីខផ្លូវជាតិមកដល់នេះខ្ទង់ជិត10គីឡូហើយបងប្អូនហើយផ្លូវពិបាកទៀតណាបងប្អូនប្រកាសជាបើថាឡានមុំអីក៏បាក់ចូលដែរហើយអត់មានទឹកស្អាតទឹកអីប្រើទេបងប្អូនអើយមានតែទឹកម៉ាស៊ីនទឹកស្រះអីដើរប្រើជុំគ្នាពេលដាច់ក៏ដាច់ទៅពេលមានក៏មានទៅអាហ្នឹងចឹងវាពិបាកហើយសង្ឃឹមថាពុកម៉ែបងប្អូនមកឃើញនៅតំបន់នេះហើយឃើញអាអូន3 4នាក់ហើយអ្នកមីងក៏លោកពូការសង្ឃឹមថាពុកម៉ែបងប្អូននឹងជួយដល់គាត់ផងអាណិតមែនទែនហើយ